សួស្តីប្រិយមិត្តទីចិត្តទីឆ្ងាយជួបជាមួយនឹងខ្ញុំម្ដងទៀតហើយជាមួយនឹងរឿងថ្មីរឿងនេះគេនិយាយអំពីយុវជនម្នាក់ដែលជួបផ្ទះចំកន្លែងមានខ្មោចតើសាច់រឿងយើងនឹងទៅជាយ៉ាងណាតោះទៅទស្សនាសាច់រឿងទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងយើងដំបូងបង្ហាញឲ្យឃើញថាមានបុរសម្នាក់ដែលឈ្មោះថាចាស់ស្ទីងហើយគាត់ធ្វើដំណើរទៅរាជធានីដើម្បីប្រកួតប្រជែងទេពកោសល្យហើយគាត់ពឹងមេខ្យល់ឲ្យរកកន្លែងស្នាក់នៅដែលមានតម្លៃថោកនៅពេលនោះមេខ្យល់នោះក៏រកបានផ្ទះជួលដែលមានតម្លៃថោកហើយក៏នាំគាត់ទៅមើលនៅតាមផ្លូវគាត់ឃើញបុរសម្នាក់ដែលឈួតហើយមេខ្យល់នោះនិយាយថាបុរសនោះត្រូវខ្មោចស្រីលើកបន្លាចរហូតទាល់តែឈួតមេខ្យល់នាំចាស់ស្ទីងដល់បន្ទប់គេងនៅពេលនោះចាស់ស្ទីងឃើញបន្ទប់គេងហើយមើលទៅគួរឲ្យខ្លាចណាស់ក៏ប៉ុន្តែក៏គួរសមដែរព្រោះវាមានតម្លៃថោកអញ្ចឹងហើយអាចទទួលយកបានទោះមើលទៅគួរឲ្យខ្លាចបន្តិចមែនចាស់ស្ទីងក៏ស្នាក់នៅបន្ទប់នេះហើយក៏ចូលទៅរៀបចំកន្លែងគេងសម្រាប់យប់នេះគាត់ក៏ចូលគេងដូចធម្មតាតែយប់នេះមិនមានរឿងអ្វីកើតឡើងសម្រាប់គាត់ឡើយនៅយប់បន្ទាប់គាត់ក៏គេងដូចធម្មតាក៏ប៉ុន្តែនៅសុកគាត់ក៏បានលឺសំឡេងគ្រុកក្រាក់នៅខាងក្រៅផ្ទះហើយគាត់ក៏ងើបទៅមើលគាត់គិតថានេះជាចៅឬក៏ជាម្ចាស់ផ្ទះពេលដែលគាត់បើកបង្អួចទៅមើលគាត់ក៏ឃើញមានស្រមោលសមួយនៅគិតបង្អួចពេលដែលគាត់សម្លឹងមើលកាន់តែយូរទៅទើបគាត់ដឹងថានេះគឺជាខ្មោចស្រីដែលពាក់រ៉ូបសនៅគៀនបង្អួចផ្ទះរបស់គាត់ហើយគាត់ក៏ឃើញខ្មោចស្រីនោះលោតតាមរបងផ្ទះទៅបាត់ទៅមិនដឹងជាទៅណាទេនៅពេលដែលគាត់ឃើញបែបហ្នឹងគឺគាត់តក់ស្លុតនឹងភ័យជាខ្លាំងហើយគាត់គិតថាកាលពេលគាត់ជួបផ្ទះដំបងគាត់ឃើញបុរសម្នាក់ឈួតប្រហែលជាមកពីខ្មោចស្រីនេះលើបង្លាចហើយមើលទៅទើបគាត់គួតអញ្ចឹងពេលនោះដែរគាត់គឺភ័យជាខ្លាំងគាត់ក៏រត់ចេញពីបន្ទប់ដែលគាត់គេងហើយទៅបន្ទប់ក្បែរនោះហើយគាត់ទម្លាស់បន្ទប់នោះចូលទៅក្នុងហើយគាត់គិតថាបើសិនជាគាត់ទៅរាជធានីហើយនិយាយរឿងខ្មោចនេះពិតជាមានការចាប់អារម្មណ៍ហើយនឹងល្បីល្បាញជាមិនខានគាត់ក៏ទម្លាស់ទ្វារចូលទៅក្នុងបន្ទប់នោះបានពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់នោះគាត់ក៏បានឃើញក្តាមមឈូសមួយដែលគេទុកចោលហើយគាត់ភ័យម្ដងទៀតហើយគាត់ក៏តាំងចិត្តហើយនឹងទៅបើកមើលថាក្នុងមឈូសនោះគឺមានអ្វីអត់ពេលដែលគាត់ទៅបើកមឈូសនោះមើលគឺគ្មានអ្វីទេគាត់គិតថាខ្មោចស្រីនោះអាចហោះចេញពីមឈូសនេះមែនបានគាត់អត់ឃើញមានអីនៅក្នុងនឹងអញ្ចឹងនៅសុកគាត់ក៏គិតថាតន្ត្រីអាចដេញវិញ្ញាណអាក្រក់បានហើយគាត់ក៏ចាប់ផ្ដើមលេងតន្ត្រីនៅក្នុងបន្ទប់នោះហើយគាត់ក៏សម្លឹងរកមើលខ្មោចស្រីនោះទៅណាហើយនៅសុកខ្មោចស្រីនោះក៏ហោះមកបន្ទប់ដែលគាត់លេងតន្ត្រីក៏ប៉ុន្តែខ្មោចស្រីនោះគឺហោះចូលអត់បានទេដូចមានរនាំងអីដែលបាត់បាំងមិនឲ្យខ្មោចស្រីនោះហោះចូលអញ្ចឹងក៏ប៉ុន្តែខ្មោចស្រីនោះគឺព្យាយាមហោះចូលនៅក្នុងបន្ទប់នោះវិញណាខ្មោចស្រីនោះគឺព្យាយាមហោះចូលជាច្រើនដងជាច្រើនសាររហូតដល់ចូលបានសម្រេចលោកចាស់ស្ទីងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញខ្មោចស្រីនោះហើយគាត់គឺភ័យរន្ធត់ខ្លាំងណាស់ហើយខ្មោចស្រីនោះស្ទុះមកច្របាច់កគាត់ហើយគាត់ពិបាកដកដង្ហើមយ៉ាងខ្លាំងហើយគាត់ក៏សន្លប់មកទៅនៅពេលព្រឹកមុនរងាវគាត់ក៏ភ្ញាក់ឡើងពីសន្លប់ក៏ប៉ុន្តែរាងកាយរបស់គាត់គឺនៅឈឺចាប់នៅឡើយទេហើយអារម្មណ៍ក៏នៅតែភ័យនៅឡើយពេលដែលគាត់ងាកទៅគៀនខ្លួនគាត់ក៏ឃើញខ្មោចស្រីនៅក្បែរគាត់ហើយមើលទៅគួរឲ្យខ្លាចនិងរន្ធត់ជាខ្លាំងហើយចង់បញ្ចប់នៃសាច់រឿងគេបង្ហាញឲ្យយើងឃើញថាលោកចាស់ស្ទីងនិងសាកសោកខ្មោចស្រីនោះត្រូវបានអ្នកភូមិយកទៅដុតនិងធ្វើបុណ្យហើយរឿងយើងក៏ដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបើពេញចិត្តសូមជួយចុច Subscribe ឬក៏ Like ម្នាក់មួយផងបាយជួបគ្នានៅវីដេអូក្រោយ